ជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានឥឡូវយើងបានមកជួបគ្នាជាថ្មីទៀតហើយជាមួយនឹងរបៀបធ្វើទឹកត្រីផ្អែមរបស់យើងសម្រាប់ញ៉ាំជាមួយនឹងត្រីអាំងឬនំបញ្ចុកបងប្អូនឥឡូវយើងមើលគ្រឿងផ្សំរបស់យើងមានទឹកត្រីហើយនឹងទឹកស្អាតសណ្តែកដីលីងស្ករក្រហមអំបិលប៊ីចេងទឹកអំពិលទុំយើងប្រើទឹកអំពិលទុំហើយអ្នកខ្លះក៏ប្រើក្រូចឆ្មាឬក៏ទឹកខ្មេះតែពេលនេះយើងប្រើទឹកអំពិលទុំហើយខាងនេះយើងមានម្ទេសខ្ទឹមសខ្ទឹមក្រហមឥឡូវយើងទៅមើលរបៀបធ្វើតែម្ដងឥឡូវយើងហាន់ខ្ទឹមក្រហមយើងហាន់វាឲ្យស្ដើងអញ្ចឹងមកហើយបន្ទាប់មកយើងច្រាំខ្ទឹមសយើងហើយខ្ទឹមសនេះយើងចាំវាឲ្យម៉ត់អញ្ចឹងណាបងឲ្យក្លិបទៅយ៉ាងមកហើយបន្តទៀតយើងហាន់ម្ទេសឥឡូវយើងចាប់ដើមធ្វើហើយដំបូងយើងលីងខ្ទឹមសយើងឲ្យវាឈ្ងុយសិនឥឡូវខ្ទឹមសយើងឡើងឈ្ងុយហើយបន្ទាប់មកយើងដាក់ស្ករក្រហមយើងចូលមកយើងប្រើស្ករក្រហមហើយយើងលីងស្ករក្រហមជាមួយនឹងខ្ទឹមសយើងឲ្យវាឈ្ងុយបន្តិចសិនទៅឥឡូវស្ករនិងខ្ទឹមសរបស់យើងឡើងឈ្ងុយហើយយើងដាក់គ្រឿងយើងជាបន្តទៀតមកដាក់ទឹកត្រីបងប្អូនហើយបន្តទៀតយើងដាក់ទឹកអំពិលទុំយើងប្រើទឹកអំពិលទុំហើយបន្តដាក់ប៊ីចេងដាក់បន្តិចមកបន្តមកដាក់អំបិលហើយដាក់ទឹកស្អាតបងប្អូនទឹកស្អាតយើងនឹងចាក់ចូលបន្តិចមកហើយយើងកូរឲ្យសព្វតិចមកឥឡូវទឹកត្រីយើងកូរសព្វហើយបន្តមកយើងដាំឡើងពុះទៀតណាបងប្អូនហើយទឹកត្រីរបស់យើងយករសជាតិជូរផ្អែមនិងប្រៃឥឡូវយើងពលុតលើទុកឲ្យត្រជាក់សិនแล้วទឹកត្រីរបស់យើងត្រជាក់ហើយបងប្អូនហើយចុងក្រោយយើងដាក់គ្រឿងចុងក្រោយបងអស់មកគឺដាក់ខ្ទឹមក្រហមរួចដាក់ម្ទេសហើយដាក់សណ្តែកដីលីងហើយយើងកូររួចដល់បងប្អូនយើងអាចយកទៅពិសាបានហើយជាមួយនឹងត្រីអាំងឥឡូវទឹកត្រីផ្អែមរបស់យើងរួចរាល់ហើយឥឡូវយើងភ្លក់ជាមួយនឹងត្រីអាំងយើងបន្តិចមើលដាក់បន្លែយើងស្តប់មករួចដាក់ត្រីអាំងយើងមកទូជាតិយ៉ាងម៉េចដែរហើយយើងបត់យើងជ្រលុះទេបងប្អូនដាក់មកវិញមែនបងហើយរួចរាល់ហើយបងប្អូនយើងអាចយកទៅពិសាបានហើយចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទដល់ចប់ហើយបើពេញចិត្តវីដេអូនេះកុំភ្លេចចុចពាក្យជាង Subscribe សញ្ញាកណ្ដឹងក្នុង Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា